ឡើងជញ្ជាំងលើកទី1ឡើងត្រឹមបាន2ម៉ែត្រចុះមកវិញ2ម៉ែត្រចុះមកវិញគាត់ខ្លាចតែលើកនេះលើកទី2នៃការឡើងជញ្ជាំងរបស់គាត់ឡើងរហូតដល់កំពូលតែម្ដងកូនខ្ញុំកុំឲ្យចាញ់ម្ដាយចឹងបានថាណាម៉ែឪចូលចិត្តអីកូនធ្វើនឹងដែរហើយកូនខ្ញុំដាក់គ្រប់មុខមិនថាបាល់ទាត់មិនថាឡើងជញ្ជាំងមិនថាលេងលែនហុកគីដាក់ឲ្យគ្រប់មុខតែម្ដងឪកំពុងល្អហើយថាអង្គុយតែដឹកកូនទៅគ្រប់កន្លែងហើយចំណែកឯកូនពៅវិញគឺគាត់មិនទាន់ហ៊ានឡើងនៅឡើយទេតែឲ្យតែថាម៉ែដឹកអាមួយបងទៅណាគឺអូនទៅដែរហើយទោះមិនបានទៅឡើងនឹងគេក៏បានរត់ពេញនឹងផងដែរចំណែកអេរិកាវិញសួរម៉ែរាល់ថ្ងៃហ្នឹងទៅធ្វើអីម៉ាម៉ាថ្ងៃហ្នឹងទៅធ្វើអីថានៅផ្ទះមួយថ្ងៃគឺគាត់ប្រាប់ថាអូយធំណាស់វ៉ាវ